ចំនួនអ្នកចូលរួមជាង 2000 អ្នកពិតជាកម្មវិធីមួយដែលមិនតូចនោះទេហើយឥឡូវនាងខ្ញុំកំពុងតែឈរនៅទីតាំងដែលស្ថិតនៅក្នុងសាធារណរដ្ឋប្រជាមានិតចិនហើយឥឡូវនេះនាងខ្ញុំកំពុងតែនៅជាមួយបងប្រុសដែលជាអនុប្រធានត្រកូលលីនប្រចាំប្រទេសកម្ពុជាគឺលោកបាទខ្ញុំឈ្មោះឆាយស៊ីណាបាទហើយជាអនុប្រធាននៅសមាគមពាណិជ្ជកម្មត្រកូលលីនប្រចាំប្រទេសកម្ពុជាចាហើយបងមករយៈពេលប្រហែលថ្ងៃទេបងក្នុងកម្មវិធីមួយនេះក្នុងនេះខ្ញុំកម្រងមករយៈពេល4ថ្ងៃហើយក្នុងហ្នឹងគឺយើងធ្វើការងារជួបប្រជុំគ្នាហ្នឹងគឺរយៈពេល2ថ្ងៃបាទសមាជិកដែលមកពីប្រទេសកម្ពុជាចំនួនប្រមាណរូបដែរដែលគាត់នឹងចូលរួមថ្ងៃនេះដែរលោកគ្រូបាទសម្រាប់សមាជិកមកពីប្រទេសកម្ពុជាយើងហ្នឹងគឺមាន20នាក់ចូលរួមក្នុងកម្មវិធីនេះបាទនេះខ្ញុំឃើញថាកម្មវិធីនេះគឺធំមែនទែនតើបងអនុប្រធាននឹងពំនាំអ្វីត្រឡប់ទៅកាន់ប្រទេសកម្ពុជាយើងវិញដែរលោកបងប្រធានបាទជាការរីករាយណាស់ដែរហើយយើងមានឱកាសកម្មវិធីដ៏ចាត់ទុកថាជាប្រវត្តិសាស្ត្រក្នុងបែបគូកងពាណិជ្ជករលក្ខណៈអន្តរជាតិបាទគឺខ្ញុំលើកនេះគឺបានក្រោមការដឹកនាំរបស់លោកប្រធានសមាគមយើងចូលរួមលើកនេះយើងសង្ឃឹមថាយើងនឹងអាចយកនៅការគូកងដែលគេរៀបរាប់ហ្នឹងហើយការបទពិសោធន៍ផ្សេងរវាងគ្នាហ្នឹងគឺយកទៅចែកជូនជាដំណឹងជូនដល់សមាជិកសមាជិកាសមាគមរបស់យើងខ្ញុំហើយក៏សង្ឃឹមណាស់ដែរយើងក៏ផ្ដល់នៅឱកាសចាប់ដៃគូជាមួយអ្នកវិនិយោគខាងក្រៅប្រទេសហ្នឹងដើម្បីឲ្យគាត់មានឱកាសទៅធ្វើការយល់បានចុះទៅដល់ប្រទេសកម្ពុជាយើងបាទឲ្យគាត់ទៅផ្ទាល់ដើម្បីសិក្សាពីឱកាសនៃការវិនិយោគរបស់ប្រទេសកម្ពុជាយើងផងដែរឥឡូវបន្ទាប់ពីបានជួបសភាជាមួយបងប្រធានរួចរាល់ហើយឥឡូវនេះខ្ញុំក៏ឃើញមានបងអនុប្រធានដែលគាត់អមដំណើរជាមួយបងប្រធានដូចគ្នាអញ្ចឹងខ្ញុំចង់ដឹងថាតើចំណាប់អារម្មណ៍បងនៅថ្ងៃនេះមានចំណាប់អារម្មណ៍បែបណាព្រោះអីកម្មវិធីនេះគឺធំបាទតាមពិតបើយើងនិយាយថាមានចំណាប់អារម្មណ៍ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងព្រោះខ្ញុំឃើញសិតតាជាសមាជិកសមាជិការបស់សភាពាណិជ្ជកម្មពិភពលោកបាទព្រោះខ្ញុំយល់ពីគាត់ហើយស្គាល់គាត់ហ្នឹងគឺរាប់សិបឆ្នាំហើយឱកាសមកជួបហ្នឹងគឺក៏ទីមួយការនឹកអាលឹកអនុស្សាវរីយ៍មួយគ្នាទីពីរគឺយើងបានចាប់ដៃគ្នាយើងនិយាយអំពីការបែបពាណិជ្ជកម្មណាតើរាល់ថ្ងៃគឺមានការវិវត្តទៅរបៀបមួយជាពិសេសសេដ្ឋកិច្ចរបស់ប្រទេសមួយយើងត្រូវការផ្លាស់ប្ដូរគ្នាទៅវិញទៅមកព័ត៌មានណាហើយយើងធ្វើម៉េចយើងផ្ដល់នៅចំណេះដឹងក៏បទពិសោធន៍ប្រទេសពីសមាជិករៀងខ្លួនហ្នឹងថាតើទៅយើងធ្វើរបៀបម៉េចដើម្បីឲ្យប្រទេសយើងមានវិបុលភាពផ្នែកសេដ្ឋកិច្ចបាទអញ្ចឹងខ្ញុំសប្បាយរីករាយនិយាយរួមមកគឺគាត់មានការបើកចិត្តទូលាយក្នុងការផ្ដល់នៅព័ត៌មានជាក់ស្ដែងសម្រាប់យើងបាទចាឃើញថានេះគឺជាកម្មវិធីសន្និបាតធំលើកទី13នៅក្នុងសាធារណរដ្ឋប្រជាមានិតចិនតែខ្ញុំចង់ដឹងថាតើពួកគាត់ធ្លាប់បានទៅចូលរួមនៅក្នុងប្រទេសកម្ពុជាយើងតែអត់លោកអនុប្រធានបាទជាការប៉ັດណាស់បាទយើងចង់បើថាយើងនេះយើងនិយាយពីប្រវត្តិនៃត្រកូលលីនបន្តិចបាទត្រកូលលីនជាសភាពាណិជ្ជកម្មហ្នឹងគឺគាត់ធ្វើជារៀងរាល់ឆ្នាំអញ្ចឹងណាមួយឆ្នាំម្ដងជាក់ស្ដែងនៅឆ្នាំទៅគឺយើងមានប្រារព្ធនៅពិធីកម្មវិធីនេះមែនជាពិតមែនហើយក្នុងនោះក៏មានសមាជិកមួយចំនួនធំគាត់បានចូលរួមនៅក្នុងកម្មវិធីរបស់យើងនៅប្រទេសជាតិអាចារ្យកម្ពុជានេះដែរហើយក៏មានមួយចំនួនក៏មើលទៅមានអ្នកថ្មីក៏ចូលដែរសមាជិកណាអញ្ចឹងជារៀងរាល់ឆ្នាំមួយឆ្នាំទៅមួយឆ្នាំគឺសមាគមពិភពលោកហ្នឹងគឺសមាជិកចេះតែកើនឡើងបន្ថែមបន្តទៅទៀតអញ្ចឹងណាបាទចាសមាជិកដែលគាត់នឹងចូលរួមជាមួយសមាគមត្រកូលលីនតើគាត់នឹងទទួលបានអត្ថប្រយោជន៍អីខ្លះដែរបងអនុប្រធានការទទួលបានអត្ថប្រយោជន៍គឺព័ត៌មានហើយឱកាសនៃការវិនិយោគរួមគ្នាជាក់ស្ដែងគឺការព័ត៌មានហ្នឹងហ្មងគឺការគ្រប់គ្រងព្រោះយើងមកខាងក្រៅនេះជាក់ស្ដែងព្រោះយើងមានបណ្ដាញនៅខាងក្រៅច្រើនលក្ខណៈអន្តរជាតិណាមានបែបឧស្សាហកម្មក៏មានពាណិជ្ជកម្មក៏មានផ្នែកសុខាភិបាលក៏មានច្រើនដែលយើងមានឱកាសក្នុងការគ្រប់គ្រងណាអញ្ចឹងសមាជិកដែលគាត់ចូលរួមហ្នឹងគឺគាត់អាចឆ្លងតាមសមាគមរបស់កម្ពុជាសមាគមពាណិជ្ជកម្មត្រកូលលីនកម្ពុជាហ្នឹងអាចមានឱកាសចូលរួមអញ្ចឹងបាទគឺក្នុងថ្ងៃនេះយើងមកចូលរួមនៅព្រឹត្តិការណ៍នេះគឺជាឱកាសដ៏យើងថាជាឱកាសដ៏ល្អហើយបាទគាត់ក្នុងការមកស្វែងយល់ហើយក្នុងការតាក់ទាញណាពីពាណិជ្ជកម្មដែលគាត់មានការប្រតិគ្នាហ្នឹងបាទគាត់អាចនេះមានឱកាសផ្ដោះដូរដូចជាដោះដូរណែមខាតគ្នាទៅរក្សាតំណែងគ្នាវិញពេលដែលគាត់ត្រឡប់ទៅវិញគាត់អាចតំណែងយកបាទបានជួយពង្រីកទីផ្សាររបស់គាត់បាទពិតឱកាសធំមែនទែនចាអរគុណច្រើនបងអនុប្រធានហើយជាចុងក្រោយនាងខ្ញុំក៏សូមជូនពរដល់បងអនុប្រធានជួបប្រទះតែនឹងសេចក្តីសុខសុភមង្គលសុខភាពល្អបរិបូរណ៍សូមអរគុណ
សូមជម្រាបលា